បាទសូមគោរពជម្រាបសួរអស់លោកស្រីអ្នកនាងកញ្ញាប្រិយមិត្តដែលកំពុងតែតាមដានទស្សនានៅคลิปវីដេអូនេះផ្ទាល់តែម្ដងទាំងនៅក្នុង YouTube ក៏ដូចជា Facebook Page របស់ខ្ញុំបាទហើយក៏សូមអរគុណសម្រាប់ការចុច Like ចុច Share ផងដែរហើយថ្ងៃនេះដែរគឺគេហៅថាកិច្ចដង្ហែព្រះរស់ស្រង់ទឹកបាទយើងដង្ហែមានដង្ហែ3ជុំในការដង្ហែនេះដែរយើងមានលោកគ្រូអាចារ្យព្រមទាំងព្រះសង្ឃដើម្បីអមដើម្បីសូត្រធម៌ហើយយើងដង្ហែនេះផងដែរគឺយើងដង្ហែចំនួន3ជុំបាទចំនួន3ជុំហើយយើងបានដាក់គាត់នៅលើគ្រែជើងគាត់ឡើងដាក់លើគ្រែចឹងទៅដើម្បីយើងស្រង់ទឹកហើយយើងមិនសូវជាបានធ្វើទេការស្រង់ព្រះរស់តែអីនេះគឺយើងអត់សូវបានធ្វើទេយូរយើងជួបជុំគ្នាម្ដងបានសូមអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលបានទស្សនានៅคลิปវីដេអូនេះផងដែរហើយយើងនឹងមានคลิปវីដេអូបន្តទៀតសូមរងចាំគេហៅទស្សនានៅคลิปវីដេអូបន្តទៀតហើយក៏មានបតិយោបល់អ្វីដើម្បីកែលម្អក៏អាច comment នៅខាងក្រោមคลิปវីដេអូនេះផងបានដែរបាទហើយក៏សូមអរគុណមែនទែនសម្រាប់បងប្អូននៅចែករំលែកវីដេអូនេះដើម្បីជាចំណេះដឹងដល់កូនដល់ចៅHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ